សួស្តីបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាជួបគ្នាជាមួយកម្មវិធីជួបផ្ទាល់និយាយពិតថ្ងៃនេះសាជាថ្មីម្ដងទៀតហើយបាទ admin មានរឿងថ្មីយកមកចែកជូនបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់កំសាន្តហើយរឿងសម្រាប់ខែនេះផងដែរមានចំណងជើងថាគ្រូចោះស្តាបងប្អូនរឿងនេះ admin បានមកពីបងសំគាត់បាននិយាយប្រាប់ admin កាលពីល្ងាចម្សិលមិញនេះបាទបងសំគាត់ថាកាលពីចោះស្តាជាគ្រូបង្រៀននៅឆ្នាំ2020គាត់បានចោះទៅបង្រៀនសិស្សនៅក្នុងខេត្តមួយតែមិនមែនចោះស្តាបង្រៀននៅក្នុងក្រុងទេទូទៅនិយាយថាទីរួមខេត្តដោយសារខាងលើគេដាក់កតឲ្យទៅចោះបង្រៀននៅភូមិស្រុកមួយដែលនៅឆ្ងាយទីរួមខេត្តបងសំគាត់ថាអត់មានកន្លែងលក់បាយម្ហូបនិងផ្ទះជួលទេបាទបងសំបាននិយាយបន្តទៀតថាការគាត់ចោះស្តាទៅដល់សាលាមួយនោះគាត់បានរកកន្លែងស្នាក់នៅមិនបានទេនៅថ្ងៃដំបូងដូច្នេះហើយលោកគ្រូនាយកសាលាបានឲ្យបងសំស្នាក់នៅក្នុងសាលាដោយឲ្យបងសំនៅក្នុងការិយាល័យរបស់លោកគ្រូមួយពេលសិនចាំពេលខាងលោកគ្រូនាយកសាលារៀបចំផ្ទះគាត់រួចរាល់សិនបានឲ្យបងសំទៅស្នាក់នៅផ្ទះលោកនាយកថ្ងៃដំបូងដែលគាត់ចូលមកនៅក្នុងសាលាក៏ថាมันមានហេតុការណ៍ណាមួយទេដងស្នាក់នៅបាន3ថ្ងៃចាប់ផ្ដើមមានខ្មោចមកលងគាត់តែម្ដងបាទបងប្អូនបងសំថានៅសល់តែ2ថ្ងៃទៀតទេដល់ថ្ងៃចូលបង្រៀនហើយបាទបងប្អូនបងសំបាននិយាយបន្តទៀតថានៅយប់ដែលខ្មោចមកលងគាត់នោះបងសំគាត់ឡើងចង់យំរត់ទៅស្រុកវិញតែម្ដងបាទបងប្អូនគាត់និយាយត្រង់ប្រាប់អេដមីនតែម្ដងបាទបងប្អូនគាត់ថាលើកទី1ហើយដែលខ្មោចលងលើកដំបូងហើយលងសាហាវខ្លាំងបងសំក៏ថាមួយជីវិតនេះភ្លេចមិនបានហេតុការយប់ដែលដេកនៅសាលានៅការិយាល័យរបស់លោកគ្រូនាយកសាលាបងសំបាននិយាយបន្តទៀតថាម៉ោង5កន្លះគាត់បានមកពីហូបបាយផ្ទះលោកគ្រូនាយកហើយគាត់ក៏ចូលទិញទឹកនិងនំខ្លះដើម្បីទុកហូបទិញរួចហើយគាត់ក៏ត្រឡប់ទៅសាលាវិញពេលចូលមកដល់សាលាក៏ថាម៉ោង6:00កន្លះហើយបងសំក៏ថាវាពិតជាស្ងាត់ខ្លាំងណាស់ហើយមើលទៅជុំវិញសាលាផ្ទះអ្នកភូមិក៏នៅឆ្ងាយពីសាលាផងដែរហើយរឿងមួយដែលបងថាទើបតែចាប់អារម្មណ៍ពេលជិះម៉ូតូមកពីផ្ទះលោកនាយកវិញគឺនៅផ្លូវខាងក្រោយសាលាមានដីចំការពេញដោយព្រៃហើយថែមទាំងមានភ្នូរខ្មោចនៅក្នុងចំការនោះផងដែរពេលនោះផងបងសំគាត់យកខោអាវដើម្បីទៅងូតទឹកនៅក្នុងបន្ទប់ទឹកនៅខាងក្រោយការិយាល័យនោះបងប្អូនបងសំថាបន្ទប់ទឹកនឹងគឺនៅជាប់នឹងផ្លូវចំការដែលមានព្រៃភ្នូរខ្មោចនោះបងសំគាត់ថាពេលកំពុងងូតទឹកនោះគាត់ឮសំឡេងដូចជាសំឡេងម៉ូតូនៅមុខការិយាល័យបងសំគាត់គិតថាលោកគ្រូនាយកគាត់មកមើលលេចឹងណាបងប្អូនពេលបងសំងូតទឹករួចហើយគាត់ក៏ចេញទៅពេលដើរចូលទៅការិយាល័យវិញបងសំថាអត់មានអ្នកណាមកទេទាំងដែរទ្វារបងសាលាក៏ជាប់សោដែរហើយម៉ូតូរបស់គាត់ក៏ទុកនៅក្នុងការិយាល័យតាំងពីមុនចូលទៅងូតទឹកបងសំគាត់អត់ចាំយូរទេបិទទ្វារការិយាល័យចាក់សោចូលមកកន្លែងដេករបស់គាត់ហើយក៏ទាញទូរស័ព្ទទេទៅលោកគ្រូនាយកសាលាសួរថាលោកគ្រូនាយកមានមកសាលាទេបើមកឲ្យគាត់សុំទោសផងមិនបានចេញទៅទទួលព្រលបួលងូតទឹកពេលនោះលោកគ្រូនាយកសាលាក៏បាននិយាយប្រាប់បងសំថាសំអែងច្រឡំដឹងលោកគ្រូថាគាត់មិនបានទៅទេគាត់នៅផ្ទះកំពុងតែមើលទូរទស្សន៍បងសំបានឮដោយនោះក៏ប្រាប់ទៅលោកគ្រូនាយកថាអូលោកគ្រូប្រហែលគាត់ច្រឡំហើយពេលបាននិយាយជាមួយលោកគ្រូនាយកហើយបងសំក៏ចុចទូរស័ព្ទលេងហ្គេមបន្តិចលេងបានកន្លះម៉ោងគាត់ក៏រៀបចំនឹងរំលឹកមេរៀនខ្លះត្រៀមចូលបង្រៀនសម្រាប់2ថ្ងៃទៀតពេលកំពុងមើលមេរៀនភ្នែកក៏ចាប់ផ្ដើមទុនចង់មកងុយដេកហើយទ្រាំមិនបានយូរបងសំក៏ចូលដេកទៅពេលកំពុងដេកបងសំក៏បានយល់ស្របហើយនៅក្នុងយល់ស្របនោះមានមនុស្សប្រុសម្នាក់និងកូនប្រុសម្នាក់បានឈរនិយាយជាមួយបងសំនៅមុខការិយាល័យនៅក្នុងយល់ស្របនោះគេបាននិយាយមកកាន់បងសំថាអីគេហាគ្រាន់តែសាកម៉ូតូតិចសោះក៏មិនបានបើចាំទេទៅសួរគេ
ម៉ូតូនឹងវាស្អាតចង់បានណាដល់កូនដៅលេងបងសំក៏ដឹងខ្លួនគាត់ថាដឹងខ្លួនមកភ័យដែរហ្នឹងបងប្អូនព្រោះវាយល់សពលូតពិតៗចឹងបងប្អូនបងសំគាត់ស្មានតែព្រឹកឲ្យខំមើលម៉ោងទូរស័ព្ទមេឃភ្លឺចេញទៅរត់ហាត់ប្រាណបន្តិចដល់ពេលបងសំគាត់មើលម៉ោងមេកូនម៉ោងទើបតែ12កន្លះបងសំគាត់ក៏ដេកបន្តទៀតពេលដែលដេកលក់បានមកស្របក់គាត់ដឹងខ្លួនវិញពេលដែលដឹងខ្លួននោះគាត់បានឮសំឡេងកយកដៃវៃបងអ៊ុយគាត់ក៏មើលម៉ោងទើបតែ12:40ទេបងប្អូនគាត់ដេកបានតែមួយផ្លែទេបងសំថាគេយកដៃវៃបងអ៊ុយញឹងហើយនឹងទ្វាបន្ទាប់មកទៀតនឹងលើដំបូលម្ដងដូចមានគេដើរនៅលើដំបូលសាលានឹងចឹងណាបងប្អូនអេដមីនបាសសក់តែម្ដងនិយាយដល់ចំណុចនេះបងសំគាត់មិនដឹងធ្វើអីមនុស្សកំពុងភ័យហើយនៅម្នាក់ឯងទៀតទើបដល់ស្រុកភូមិគេបាន2ថ្ងៃផងបងសំគាត់ដេកបន្តធ្វើមិនដឹងមិនលឺសិនចាំមើលវាមានអីកើតឡើងបន្តទៀតបើថាបើកទ្វារចូលចាំស្រែកឬក៏រត់ចេញរកគេឲ្យជួយរត់មិនបានវាយយកតែម្ដងបដូរជីវិតឲ្យដំណាក់កាលនេះឲ្យបាទបងសំគាត់ក៏ដេកបន្តដេកបានលក់បន្តិចគាត់ក៏ដឹងខ្លួនហាក់បីដូចជាមានអ្នកណាមកកែជើងរបស់គាត់អីចឹងណាបងប្អូនបងសំគាត់ក៏ដឹងខ្លួនទៅគាត់បើកភឿនភីទូរស័ព្ទបាញ់ភ្លើងទៅចុងជើងរបស់គាត់បងសំថាអត់មានអ្នកណាផងបងសំក៏មើលម៉ោងមេកូនម៉ោងទើបតែ12:50ទេបាទបងប្អូនបងសំថាចំដេកដូចយូរដែរតែមើលម៉ោងមិនតាន់ផុតម៉ោង12ទៀតបងសំក៏ដេកវិញគាត់ដេកផងភ័យផងដេកសុកបងសំក៏ដេកលក់ដេកគាត់ក៏បែរខ្លួនទៅខាងម៉ូតូរបស់គាត់ពេលដែលដេកនោះបងប្អូនឲ្យបងសំថាគាត់រៀងដឹងខ្លួនបន្តិចទៀតគាត់ថាឃើញដោយ2នាក់ឪពុកកូនកំពុងជិះលើម៉ូតូរបស់គាត់ទាំងដែរម៉ូតូរបស់បងសំទុកចោលតែសោនៅជាប់នឹងម៉ូតូបងសំគាត់ដឹងហើយថាវាជាខ្មោចលងអ្នកដែលនៅក្នុងយល់សពគាត់ច្បាស់ណាស់ជាខ្មោចបងសំធឺមិនឃើញហើយបិទភ្នែកដេកបន្តដេកបានលក់បន្តិចបងសំគាត់ដឹងខ្លួនគាត់ហាក់បីដូចជាលឺសំឡេងម៉ូតូគាត់ធ្វើដេឆែអីបែបហ្នឹងបងប្អូនគាត់ក៏ភ្ញាក់ហើយងើបងាកទៅកន្លែងម៉ូតូគាត់ថាអត់មានអ្នកណាទេហើយម៉ូតូក៏គ្មានភ្លើងឬក៏សំឡេងម៉ូតូដែរបងសំក៏បើកអំពូលភ្លើងនៅក្នុងការិយាល័យតែម្ដងលើកនេះគាត់ក៏មើលម៉ោងឃើញថាម៉ោងនៅតែម៉ោង12ដុល្លារមិនតាន់ផុតម៉ោង12ទេពេលនោះគឺម៉ោង12:59នាទីបងសំគាត់ថាដេកឡើងយូរហើយហេតុអីម៉ោងវានៅតែមិនផុតម៉ោង12បងសំគាត់ភ័យពេកដេករាប់នាទីម៉ោងនៅក្នុងទូរស័ព្ទតែម្ដងបងប្អូនដល់ម៉ោងចូលមកដល់ម៉ោង1:05នាទីបងសំក៏ដេកទាំងបើកភ្លើងតែម្ដងពេលដែលគាត់ដេកនោះបងសំគាត់បានសូត្រមន្ត3ចប់បានគាត់ដេកបានកន្លះម៉ោងចូលមកដល់ម៉ោង1:40នាទីបងសំក៏ងើបបត់ជើងតូចគាត់ក៏ដើរចេញក្រៅបើកទ្វារទៅចូលបន្ទប់ទឹកពេលកំពុងតែបត់ជើងតូចនោះមានគេទាញទ្វារបន្ទប់ទឹកនោះបងសំគាត់ក៏ស្រែកថាអ្នកណាគេបងសំថាស្រែក3ដងបានលែងទាញទ្វារបន្ទប់ទឹកនោះទៀតបងសំគាត់ក៏ចេញពីបន្ទប់ទឹកហើយក៏ចេញទៅទាំងបើកទ្វារមួយពេលដែលគាត់បើកទ្វារចេញនោះមកបងប្អូនគាត់ថាអត់មានឃើញអ្នកណាទេគាត់រត់ចូលក្នុងការិយាល័យបិទទ្វារយ៉ាងលឿនបងសំគាត់ថាបើចង់បត់ជើងតូចលើកក្រោយក៏មិនចេញដែរទប់សិនហើយមិនដឹងចេញក្រៅជួបមនុស្សឬក៏ខ្មោចទៀតដែរបងសំគាត់ក៏ដាក់ខ្លួនដេកបន្តដេកបានយូរដែរបងសំក៏បានឮសំឡេងក្មេងយំគាត់ថាឮក្មេងយំនឹងមិនមែនយំមួយកន្លែងទេបងប្អូនគឺឮសំឡេងយំបែបដើរចុះដើរឡើងនៅមុខការិយាល័យបងសំគាត់ក៏ឆ្ងល់ក្មេងវាមកពីណាវាមកយំនៅក្នុងសាលាម៉ោង3ហើយនេះពេលនោះក៏ស្ងាត់សំឡេងយំបងសំក៏ដេកបន្តទៀតដេកបានកន្លះម៉ោងឯនឹងបងប្អូនគាត់ក្រោកមកដោយសារមានសំឡេងក្មេងសើចគាត់ភ័យម្ដងទៀតហើយគាត់ថាក្មេងនោះវាសើចបែបសប្បាយចិត្តបាននំហូបឬបានរបស់ដែលវាចូលចិត្តអីចឹងបងប្អូនមកសំគាត់ថាលើកនេះមិនមែនត្រឹមតែដើរចុះដើរឡើងទេគឺសំឡេងសើចនោះនៅជាប់នឹងបងអ៊ុយតែម្ដងបាទបងប្អូនបែបដូចគេលួចមើលយើងតាមបងអ៊ុយឯបែបហ្នឹងពេលឮសំឡេងសើចនោះមកសំគាត់ថា
គេឡងគាត់គ្មានអាណិតទេដោយធ្វើបាបអ្នកចំណូលថ្មីមិនទេមិនដឹងបងសំគាត់ទេទៅលោកគ្រូនាយកទាំងម៉ោង3ជាងតែម្ដងបងសំទេទៅ5ដងអត់ចូលចឹងគាត់ក៏លេងហ៊ានទេទៅទៀតខ្លាចរំខានគាត់ម៉ោងកំពុងតែដេកលក់ស្រួនផងបងសំក៏ទ្រាំដេកសិនឲ្យដល់ព្រឹកពេលកំពុងរៀបដេកនោះមានសំឡេងគេវាយទ្វេខ្លាំងតែម្ដងបងសំក៏មិនដឹងធ្វើយ៉ាងម៉េចគាត់ដើរទៅពេលដើរទៅអារូបភាពបែបគេវាយទ្វានឹងក៏លែងមានទៀតទៅស្ងាត់សំឡេងក្មេងយំក្មេងសយគេវាយទ្វាអស់ហើយចូលមកដល់ម៉ោង4ព្រឹកបងសំគាត់ក៏សម្រេចចិត្តរៀបចំអីវ៉ាន់គាត់ទុកអស់ហើយព្រឹកឡើងគាត់នឹងប្រាប់លោកគ្រូនាយកហើយថាទៅស្នាក់នៅផ្ទះលោកគ្រូនាយកឲ្យទាល់ក៏បានទូតកន្លែងស្នាក់នៅនោះធ្វើមិនទាន់រួចបងសំក៏បានរៀបចំអីវ៉ាន់ទុករួចរាល់អស់ហើយពេលនោះបងសំគាត់ក៏ដាក់ខ្លួនដេកក៏ថារៀបនឹងដេកទៅហើយស្រាប់តែឮសួរសំឡេងនៅលើដំបូលសាលាបែបមនុស្សដើរលើដំបូលនឹងទីងជឹងឯបងប្អូនបងសំគាត់ខឹងពេកក៏ស្រែកតែម្ដងវាចេះតែម៉េចឡងអត់បានដេកមួយយប់ហើយបងសំនិយាយទៀតថាបើចោលជិនមកវាយគ្នាមួយទល់មួយពេលដែលបងសំស្រែកទាំងកំហឹងបែបនេះសំឡេងនៅលើដំបូលនោះក៏លេងលឺទៀតពេលស្ងាត់ហើយបងសំក៏ដេករំលងចូលមកដល់ព្រឹកបងសំក៏ងើបទៅងូតទឹកបាត់យើងដល់ម៉ោង6កន្លះព្រឹកបងសំយកអីវ៉ាន់ទៅទាំងអស់ដឹកលើម៉ូតូរួចហើយក៏ចេញទៅផ្ទះលោកគ្រូនាយកណាមួយម៉ោងនឹងគាត់ត្រូវទៅដល់ម៉ោង3ព្រឹកនៅផ្ទះលោកនាយកពេលទៅដល់ផ្ទះរបស់លោកគ្រូនាយកបងសំក៏បាននិយាយរឿងខ្មោចឡងកាលពីយប់ឲ្យលោកនាយកបានស្ដាប់លោកនាយកក៏បានដឹងហើយក៏ឲ្យបងសំមកស្នាក់នៅផ្ទះរបស់គាត់រំលងមកដល់ម៉ោង9ព្រឹកលោកនាយកក៏បានឲ្យតាអាចារ្យសូត្រមន្តនៅក្នុងការិយាល័យនិងគ្រប់ថ្នាក់រៀនទាំងអស់ចូលមកដល់បងសំគាត់ក៏បានទៅស្នាក់នៅផ្ទះរបស់លោកនាយកចាប់ពីថ្ងៃនោះមកគាត់ក៏បង្រៀននៅទីនោះចប់ដោយជោគជ័យបាទបងអូនយ៉ាងណាដែរសម្រាប់រឿងរបស់បងសំឡងបាសកទេបាទពេលនេះរឿងរបស់យើងក៏ជួបមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនមែនទែនសម្រាប់ការគាំទ្រជួបគ្នានៅរឿងបន្តទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាទ